ជំរាបសួរបងប្អូនវិជាកសិករទាំងអស់គ្នាជាពិសេសបងប្អូនដែលនិយមប្រើប្រាស់ម៉ាស៊ីនសាំងអញ្ចឹងខ្ញុំសូមណែនាំជាមួយនឹងបេនហ្គាសដែលអាចយកបំពាក់ជាមួយនឹងម៉ាស៊ីនសាំងដែលមានកម្លាំងសេះចាប់ពី4កម្លាំងសេះរហូតទៅដល់8កម្លាំងសេះបាទហើយម៉ាស៊ីនសាំងចិនក៏បាននិយាយរួមគឺម៉ាស៊ីនសាំងទូទៅឲ្យតែត្រូវជាមួយនឹងកបេននេះបាទអញ្ចឹងយើងអាចយកទៅបំពាក់បានហើយចំពោះការដំឡើងក៏មានភាពងាយស្រួលពាក់ព័ន្ធជាមួយនឹងការចំណាយទៅលើថ្លៃហ្គាសក៏យើងចំណេញច្រើនរហូតដល់40ទៅ60%បាទបើធៀបជាមួយនឹងការប្រើប្រាស់សាំងបាទហើយធ្លាប់សួរបាទបងប្អូនគាត់ធ្លាប់ទិញពីខាងខ្ញុំទៅគាត់ថាប្រើមួយថ្ងៃ10ម៉ោងហើយប្រើមួយថ្ងៃអស់ហើយជា10000បាទតិចតួចបាទអញ្ចឹងយើងចំណេញច្រើនបាទហើយមិនហត់ក្នុងការចាក់សាំងញយដងហើយអ្វីកាន់ពិសេសគឺចំណេញហើយមិនប៉ះពាល់ទៅដល់ម៉ាស៊ីនរបស់បងប្អូនទៀតបាទងាយស្រួលដំឡើងបាទចំណេញច្រើនហើយមិនប៉ះពាល់ម៉ាស៊ីនអញ្ចឹងយើងរកណាបានហើយអាចកំងបានតាមបាទលេខទូរស័ព្ទនៅខាងលើវីដេអូឬក៏ comment សួរពាក់ព័ន្ធជាមួយនឹងបាទចំណុចពិសេសផ្សេងទៀតហើយបងប្អូនទិញទៅយើងមានបេននេះមួយបាទហើយទៅយកហ្គាសនេះមួយសំទោសបាទទៅយកសាំងបាទមួយហើយនឹងរង2សន្លឹកមុខមួយក្រោយមួយជាមួយនឹងដៃចាប់ដៃអែបាទហើយអានេះគឺគ្រឿងក្រៅទេបាទអានេះយើងចង់ប្រើសាំងក៏បានយើងចង់ប្រើហ្គាសក៏បានប៉ុន្តែនៅពេលដែលយើងប្រើសាំងយើងត្រូវតែបិទសាំងសិនហើយឲ្យសាំងវាឆេះចិត្តអស់ចាំយើងបើកហ្គាសចូលឬយើងបហូរសាំងចេញមកនេះទីតាំងបហូរសាំងបាទចូលខាងក្រោមនេះបាទរំនេគឺរំនេបហូរសាំងបាទរំនេផ្សនេះណាបហូរសាំងនេះដោតទៅយកហ្គាសចូលបាទនេះគឺចានហ្គាសបាទអញ្ចឹងយើងចំណេញយើងបេនមួយនេះចង់ប្រើសាំងក៏បានប្រើហ្គាសក៏បានអញ្ចឹងអត់ខាតជាមួយនឹងពេលវេលាឧទាហរណ៍ថាប្រើយើងអស់ហ្គាសយើងយកធុងហ្គាសទៅបញ្ចូលយើងចាក់សាំងប្រើសិនបាទហ្គាសមកដល់យើងបិទសាំងយើងបើកហ្គាសបញ្ចូលវិញហើយយើងបហូរសាំងចេញពីបេននេះមកបាទដើម្បីកុំឲ្យវាមានធម្មតាតែសាំងលីមួយហ្គាសចូលទៅវាអាចធ្វើម៉ាស៊ីនយើងអត់លុតតែសួរតែប៉ះពាល់ម៉ាស៊ីនអត់ប៉ះពាល់ទេបាទណែនាំឲ្យប្រើជាមួយនឹងក្បាលទប់សម្ពាធហ្គាសនេះគឺណែនាំប្រភេទនេះបាទគឺมันមានក្បាលជួយសុវត្ថិភាពបើសិនប្រភេទក្បាលជួយសុវត្ថិភាពគឺយើងត្រូវតែរកខ្សែចងទៀតបាទអញ្ចឹងពុកម៉ែបងប្អូនអាចបើត្រូវការអាចតាក់ទងបានអរគុណ